ប្រជុំនិទានជាដកក្នុងការកន្លងទៅហើយមានបុរសម្នាក់នៅក្នុងដែនកាសីការបបិតាធ្វើមរណកាលហើយក៏ទំនុកបំរុងមាតាដោយគោរពហើយមាតាបានឃើញកូនមានវត្តប្រតិបត្តិល្អក៏នាំស្ត្រីមានរូបស្រស់ប្រឹមប្រិយម្នាក់មករៀបចំឲ្យកូននោះចំណែកខាងនាងនោះបិតាស្លាប់ចោលតាំងពីក្មេងនៅសល់តែមាតាទើបនាំមកនៅរួមក្នុងត្រកូលស្វាមីហើយទំនុកបំរុងដល់មាតាទាំងពីរដោយគោរពតមកខាងក្រោយនាងក៏មានចិត្តនឿយណាយធុញទ្រាន់ចំពោះមាតាទាំងពីរមានគំនិតអាក្រក់កើតឡើងគិតសម្លាប់ម្ដាយក្មេងចោលបាននិយាយញុះញង់ស្វាមីថាឥឡូវនេះយើងគិតសម្លាប់ម្ដាយយើងចេញគ្រោះម្ដាយចង្រៃនេះខុសអស់នឹងចាស់ទាំងពួងតែងបន្ទោបងមូលិមួកដាក់ពេញផ្ទះសម្បែងហើយច្របាច់លេងដូចជាក្មេងទើបនឹងកើតបើឯងមិននៅពេលណាហើយគាត់ធ្វើបាបតែអញឲ្យវេទនារាប់មិនឈ្នះបើដូច្នេះយើងគិតសម្លាប់គាត់ចោលទៅឬបរោះជាស្វាមីបានឮភរិយានិយាយរៀបរាប់ប្រាប់ជាញយហើយក៏និយាយថាការសម្លាប់មនុស្សនីមួយមិនងាយទេក្រណាស់ភរិយានោះនិយាយតបវិញថាបបិទ្ធស្វាមីការសម្លាប់នោះងាយទេមើលតែគាត់ដេកលក់ហើយចងក្រែសែងទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះឲ្យឆ្លាមមកទំពាស៊ីបរោះជាស្វាមីសួរថាម្ដាយអញគាត់ដេកកន្លែងណាម្ដាយឯងដេកកន្លែងណាភរិយាប្រាប់ថាម្ដាយអ្នកសម្រានខាងនេះម្ដាយខ្ញុំសម្រានខាងនោះស្វាមីប្រាប់ថាបើដូច្នោះចូលនាងចងក្រែម្ដាយអញទុកឲ្យស្រេចទៅដល់យប់ជ្រៅយើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងភរិយាត្រេកអរណាស់ក៏ធ្វើតាមបង្គាប់ស្វាមីហើយដេកលក់ទៅបុរសជាស្វាមីបានដឹងថាភរិយារបស់ខ្លួនដេកលក់ហើយក៏ចូលទៅស្រាយចំណងពីក្រែម្ដាយខ្លួនចេញយកខ្សែទៅចងក្រែម្ដាយក្មេកវិញលួសចងសពគ្រប់ហើយដើរចូលទៅដាស់ភរិយាថាណែក្រោកឡើងយើងល្មមសែងដូនចាស់ទៅទម្លាក់ចោលហើយជនទាំងពីរនាក់ក៏មនីសែងក្រែយកទៅទម្លាក់ក្នុងទឹកស្ទឹងខាងក្រោយផ្ទះដោយប្រញាប់ប្រញាល់ខ្លាចក្រែងជនទាំងឡាយមើលឃើញពួកសត្វសាហាវទាំងឡាយមានឆ្លាមមករកជាដើមក៏ដណ្ដើមប្រជែងគ្នាស៊ីយាយចាស់នោះអស់ទៅលុះព្រឹកឡើងនាងជាភរិយាបានដឹងថាម្ដាយខ្លួនស្លាប់ហើយក៏នឹកតូចចិត្តក្តៅក្រហាយអន្ទះសារពុនពេកទើបប្រាប់ស្វាមីថាយើងគិតសម្លាប់ដូនចាស់មួយទៀតបុរសជាស្វាមីក៏ទទួលព្រមថាល្អហើយទើបនាំគ្នាទៅធ្វើជើងថ្កល់ក្នុងព្រៃស្មសានដល់យប់ជ្រៅម្ដាយដេកលក់ក៏នាំគ្នាសែងទាំងក្រែយកទៅដាក់លើជើងថ្កល់ប្ររពដុតភ្លើងជន់ជាពេលនោះផ្លេចដាក់ភ្លើងទៅក៏នាំគ្នាត្រឡប់មកយកភ្លើងវិញកាលជន់ទាំងពីរនាក់ត្រឡប់មកផ្ទះវិញហើយយាយចាស់នោះក៏ភ្ញាក់ឡើងក្រោកអង្គុយដោយត្រូវសន្សើមត្រជាក់ខ្លាំងលុះមើលសពគ្រប់ដឹងខ្លួនថាគេយកមកសម្លាប់ក៏ចុះចេញទៅបានយកសាកសពខ្មោចពពែមួយទៅដាក់លើក្រែគ្របសម្ពុតពីលើហើយភៀសខ្លួនចេញពីទីនោះបានរំពឹងគិតថាអាត្មាអញនឹកស្មានថាកូនប្រសាជាទីពឹងឥឡូវនេះវាធ្វើឲ្យអញភ័យយ៉ាងក្រៃលែងចំណែកខាងបុរសប្តីប្រពន្ធយកភ្លើងបានមកក៏ដុតសាកសពពពែនោះទៅដោយសម្គាល់ថាជាម្ដាយរបស់ខ្លួនពិតឯគុហាដែលយាយចាស់ចូលទៅអង្គុយនោះមានចោរម្នាក់យកបង្វិចមាសប្រាក់ទៅលាក់ទុកក្នុងទីនោះជាច្រើនយាយចាស់បានឃើញមាសប្រាក់នោះហើយក៏នឹក
ដល់កូនថាអោកូនសម្លាញ់អញប្រសិនបើបានមាសប្រាក់ច្រើនយ៉ាងនេះប្រហែលជាត្រេកអររីករាយណាស់កំពុងតែគិតដូច្នេះស្រាប់តែចោលទៅដល់ចោលនោះបានឃើញយាយចាស់ហើយក៏ភ្ញាក់ផិតភ័យញ័ររន្ធត់មិនហ៊ានចូលទៅជិតឡើយដោយនឹកស្មានថាយៈក៏ត្រឡប់មកវិញបានហៅពេទ្យខ្មោចម្នាក់ឲ្យចូលទៅសង្កេតមើលពេទ្យខ្មោចនោះក៏រាយមុនវិជាហើយដើរចូលទៅកាន់គុហាចំណែកខាងយាយចាស់បានឃើញពេទ្យខ្មោចនោះក៏និយាយថាយើងមិនមែនជាយៈទេអ្នកចូលមកយើងទាំងពីរនាក់នឹងចែកទ្រព្យគ្នាពេទ្យខ្មោចនោះនិយាយថាយើងមិនជឿទេយាយចាស់ថាបើអ្នកឯងមិនជឿយើងចូលអ្នកលាតអណ្ដាតមកដាក់លើអណ្ដាតយើងចោះនឹងដឹងច្បាស់ថាយើងជាមនុស្សពិតពេទ្យខ្មោចក៏ធ្វើតាមពាក្យយាយចាស់នោះទៅយាយចាស់ក៏ខំអណ្ដាតពេទ្យខ្មោចដាច់ដោយចង្កូមមួយយ៉ាងចំណាប់ពេទ្យខ្មោចខំបំរះរើរួចហើយក៏ស្រែកប្រាប់គ្នាថាយៈទេវើយយៈទេទើបនាំគ្នារត់ចេញទៅលុះដល់ភ្លឺច្បាស់ឡើងយាយចាស់ក៏ប្រមូលមាសប្រាក់វិចស្ពាយយកទៅឲ្យកូនចំណែកខាងកូនប្រសាក៏លេចឃើញម្ដាយស្ពាយបង្វិចទ្រព្យមកដូច្នោះក៏ចុះទៅទទួលរយៈបដិសន្ធារៈគួសមយ៉ាងអស្ចារ្យហើយនិយាយថាអោលោកម្ដាយគេយកទៅដុតក្នុងព្រៃខ្មោចត្រឡប់ជាបានមាសប្រាក់មកឲ្យកូនបើដូច្នោះខ្ញុំសូមឲ្យលោកម្ដាយយកខ្ញុំទៅដុតម្ដងវិញខ្ញុំនឹងកើបវិចយកមាសប្រាក់ឲ្យច្រើនជាងនេះទៅទៀតស្ត្រីនោះជាស្ត្រីជាលក្ខណីល្មោកចង់បានទ្រព្យមិនគិតវែងខ្លីបានឲ្យស្វាមីយកទៅដុតក្នុងព្រៃស្មោសានស្វាមីក៏នាំយកទៅដុតថេះខ្ទេចខ្ទីស្លាប់ទៅទោះស្លាប់ហើយបានទៅកើតក្នុងនរកឯស្វាមីដល់អស់អាយុក៏កើតក្នុងនរកជាមួយគ្នា